សួស្តីអ្នកទាំងអស់គ្នាខ្ញុំហ្វុងអានស្រាយរឿងហើយពេលនេះយើងមកតពីវ៉ាសិនទី4បាទយើងណែទូស្រីហើយនឹងមិត្តភ័ក្តិទូស្រីហ្នឹងគឺបានឆ្លុះគ្នាជាមួយម៉ូលីកាហើយពេលហ្នឹងពួកគាត់ក៏ដើរចាក់ចេញទៅហើយពេលហ្នឹងសាច់រឿងក៏បានយើងដឹងពីតួអង្គម្នាក់ទៀតដែលមានឈ្មោះថាស៊ូថាយិនគឺជាបងប្អូនភ្លោះជាមួយនឹងស៊ូថាស៊ីយើងចង់មកសាច់រឿងរបស់យើងវិញគឺស៊ូថាយិនហ្នឹងគឺបានអៀនជាមួយនឹងទូស្រីរបស់យើងហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងដែលមានឈ្មោះថាអាធីហ្នឹងគឺបានផ្អាប់គាត់ជាមួយនឹងរ៉ានរបស់យើងហើយបែបមិត្តភ័ក្តិចឹងណាហើយពេលហ្នឹងថាយិនគឺស្លក់តែម្ដងធ្វើឲ្យមិត្តភ័ក្តិរបស់គាត់ភ័យមែនតែនពេលហ្នឹងក៏គាត់ភ្ញាក់ដោយសារម៉ូលីកាមកសួរគាត់ថាមួយថ្ងៃហ្នឹងមកធ្វើអីគេនៅហ្នឹងហើយថាយិនក៏បានសួរម៉ូលីកាថាអនឯងមកនឹងធ្វើអីពេលហ្នឹងម៉ូលីកានិយាយទាំងខឹងថាចឹងខ្ញុំមកកន្លែងហ្នឹងគឺលេងបានឥឡូវហើយនាងក៏បាននិយាយបបួលថាយិនបើយើងនឹងថាចង់ទៅដេតកន្លែងដើរលេងចឹងណាហើយថាយិនគឺគាត់បដិសេធតែម្ដងគាត់អត់ទៅទេហើយគាត់ថាអនឯងនឹងមិនបាច់ចាំមកបបួលបងម្ដងទៀតទេហើយពេលហ្នឹងម៉ូលីកានឹងកពលមុខម្នាក់ឯងតែម្ដងគឺនាងខឹងខ្លាំងណាពេលហ្នឹងបបួលក្រាស់របស់នាងអត់បានហើយយូតាហ្នឹងក៏គេនិយាយថាប្រហែលជាម្នាក់ស្រីដែលធំចូលហ្នឹងឯងធ្វើឲ្យថាយិនហ្នឹងគឺលែងរវល់ជាមួយនឹងនាងឥឡូវយើងត្រូវតែកម្ចាត់ម្នាក់ស្រីនឹងឲ្យបានបើមិនចឹងទេគឺនាងដដើមប្រុសរបស់ម៉ូលីកានឹងអស់ហើយនាងនិយាយចាក់រុកឆឹងហ្មងហើយម៉ូលីកាក៏គិតចឹងដែរប្រហែលជាម្នាក់ស្រីនឹងឯងគឺនាងខឹងជាមួយនឹងម្នាក់ហ្នឹងជំរឿថ្ងៃណាមួយគឺនាងមានគំនិតអាក្រក់ខ្លាំងមែនតើមានឡងខឹងហ្មងហើយសាច់រឿងរបស់យើងក៏បានកាត់ទៅរ៉ានរបស់យើងដែលកំពុងតែអង្គុយនិយាយជាមួយមិត្តភ័ក្តិរបស់នាងនិយាយពីតាក់ទងជាមួយនឹងម៉ូលីកាថាគាត់ជាមនុស្សបែបម៉េចហេតុអីបានជាមិនដល់ឆ្លោះគ្នាអញ្ចឹងហើយមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថាម៉ៃហ្នឹងក៏បាននិយាយថាម្នាក់ហ្នឹងមែនគឺនាងខឹងជាមួយនឹងម៉ូលីកានឹងខ្លាំងហើយព្រោះម៉ូលីកានឹងចូលចិត្តដើររករឿងគេឯងឲ្យទៅពាសពេញនឹងហើយនិយាយទៅមនុស្សស្រីអត់ល្អយកហ្មងហើយនាងក៏បាននិយាយថាបើសិនជារ៉ានជួបជាមួយនឹងគាត់ណាដើរកិច្ចគាត់ទៅកុំនិយាយជាមួយគាត់ហើយពេលហ្នឹងម៉ៃក៏គាត់អត់ដឹងថាម្នាក់ហ្នឹងគឺជារ៉ានដែរច្រឡំស្មានអាណាណោះហើយរ៉ានក៏បាននិយាយថាហើយមិនក៏យើងត្រូវធ្វើចឹងម៉ៃក៏បាននិយាយថាបើសិនជាយើងមិនធ្វើចឹងទេគឺនាងនឹងធ្វើបាបពួកយើងឯងបើសិនជាយើងធ្វើស្លូតពេកបើសិនជានាងត្រូវគេធ្វើបាបគឺនាងនិយាយប្រាប់ពួកយើងមកពួកយើងនឹងជួយការពារនាងរ៉ានក៏បានអរគុណមិត្តភក្តិរបស់នាងហើយពេលហ្នឹងសាច់រឿងក៏បានកាត់ទៅតួអង្គម្នាក់ទៀតដែលមានឈ្មោះថាស៊ូថាយិនគឺគាត់កំពុងតែឈរមើលទេសភាពចឹងណាហើយខណៈពេលហ្នឹងគឺមានគេទេមកគាត់ហើយមើលទៅកាន់ទឹកមុខរបស់គាត់គឺបែបថាជាមានរឿងអ្វីចឹងណាហើយពេលហ្នឹងសាច់រឿងក៏បានកាត់ទៅតួប្រុសរបស់យើងវិញគឺពេលនេះមិត្តភក្តិរបស់គាត់នឹងកោគាត់ទៀតហើយគាត់កពោមុខខ្លាំងមែនតែនហើយពេលហ្នឹងគឺមានគេទេមកគាត់ដែរប្រហែលជាមិត្តភក្តិរបស់គាត់ណាហើយតែនិយាយគ្នាមួយផ្លែតហ្នឹងគឺធ្វើឲ្យថាស៊ីរបស់យើងហ្នឹងគឺខឹងខ្លាំងមែនតែនគឺគាត់អត់ពេញចិត្តជាមួយនឹងសលេងដែលមិត្តភក្តិរបស់គាត់ហ្នឹងនិយាយមកកាន់គាត់មិញដោយសារតាមខលចឹងណាហើយពេលហ្នឹងញញែកខ្លាំងមែនតើអេមីនប្របាសារាយនេះហើយគាត់ក៏កពុលមុខជាមួយនឹងមិត្តភក្តិរបស់គាត់ដែរស្ទើរតែចង់ដេញចេញពីផ្ទះហ្នឹងតាបើញញែកមើងតាមពិតទៅមិត្តភក្តិរបស់គាត់ហ្នឹងចង់សួរគាត់ពីមនុស្សស្រីដែលគាត់ស្រឡាញ់ហ្នឹងថាជាពីណាគេឲ្យមុខមាត់មិនរូបរាងមិនហ្នឹងហើយថាស៊ីរបស់យើងគឺអត់ប្រាប់ទេគឺគាត់ក្បាលរឹងខ្លាំងមែនតើហើយនិយាយចោលនិយាយឡើងហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងគឺដីលើឥដ្ឋបានសម្រេចហើយពេលនេះ version ទី5របស់យើងគឺបានចប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេច subscribe channel admin ម្នាក់មួយផងណាអរគុណ thank you I love you